សភៅមួយថាសេចក្តីសារភាពនៃចៅសេដ្ឋកិច្ច John Perkins ឈ្មោះវា John Perkins អ្នកងារសម្ងាត់ CR រើសវាដល់រើសវាទៅគេឲ្យវាចប់ហើយគេបញ្ជូនវាចូលឲ្យធ្វើការនៅ World Bank មុខងាររបស់វាគឺទៅឥណ្ឌូនេស៊ីទៅប្រទេសឥណ្ឌូនេស៊ីណាហើយដល់ក្រោយមកវាទៅប្រទេសណាមួយចំនួនវាប្រាប់ទៅវិញថាទាំងអស់ហ្នឹងវាតកតងនឹងរបស់នៅខាងលើហើយក៏វាសរសេរសភៅមួយថាសេចក្តីសារភាពនៃចៅសេដ្ឋកិច្ច The Confession of an Economic Hitman អក្សរកាត់ណា EHM វាជាអ្នកណាវាជាសមាជិកអង្គការ CA មិនបានគេឲ្យវាទៅធ្វើការនៅធនាគារពិភពលោកពីព្រោះវាមានបរិញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋសាស្ត្រមុខវាទៅធ្វើអីមុខវាទៅបំពាក់ឲ្យប្រទេសមួយចំនួនជាប់បំណុលដូច្នេះមុខវាសញ្ញាធំជាងគេគឺវាអូសប្រទេសឥណ្ឌូនេស៊ីឲ្យជាប់បំណុលឲ្យជាប់ចម្ពាក់មិនបានអូសឲ្យជាប់ចម្ពាក់ពីព្រោះគេត្រូវការកាន់កាប់កំណត់ប្រេងដែលមានចំនួនពីដើម 50,000 លានឥឡូវហ្នឹងប្រហែលជា 300,000 លានទៅ 700,000 លានអញ្ចឹងគេអូសឥណ្ឌូនេស៊ីឲ្យធ្លាក់ចូលទៅក្នុងរណ្ដៅមួយហើយគេក៏ឧបត្ថម្ភគាំពារស៊ូហាតូនៅពេលដែលគេឈប់ត្រូវការស៊ូហាតូណាភ្នាក់ងារសម្ងាត់ចំនួន200នាក់បានបង្កប់ខ្លួននៅទីក្រុងយ៉ាកាតាហើយនៅក្នុងសប្តាហ៍ដែលរបបផ្ដាច់ការស៊ូហាតូត្រូវដួលរលំអង្គការបង្កប់មនុស្ស200នាក់ប្រដាប់អាវុធទំនើបទៅដេកស៊ីអង្គុយចាំមើលសភាពការអញ្ចឹងបើសិនជាស៊ូហាតូអាចទប់ស្កាត់នឹងការផ្ដួលរំលំគាត់បាននៅពេលនោះមនុស្ស200នាក់នឹងចាញ់ផ្ដួលស៊ូហាតូចុះមនុស្សនឹងមកពីណាដល់ពេលពូមើលអាសភៅអស់ហ្នឹងពូបោកបញ្ចូលនេះបានពូដឹងថាពិភពលោកនេះអស្ចារ្យណាស់បងពិភពលោកនេះអស្ចារ្យណាស់អស្ចារ្យអីពិភពលោកនេះគឺគ្រប់ត្រូលដោយអ្វីដែលហៅថាចវាយណាហើយកូនចៅចូលចិត្តសួរចវាយនេះឈ្មោះអីមកប្រទេសណាបើសិនជាយើងដឹងយើងមិនដែលស្គាល់ចវាយទេបើពេលណាយើងដឹងចវាយដូរភេទហើយចវាយគឺជាមនុស្សមួយមានឥទ្ធិពលខ្ពស់ណាស់ដែលមកយើងមិនអាចស្វែងរកដឹងទេប៉ុន្តែយើងធំខ្លាំងចវាយហ្នឹងយើងឃើញសមោលចវាយហ្នឹងយើងឃើញឥទ្ធិពលត្រឡប់មករឿងមេរោគវិញដោយខ្ញុំអានពីកិច្ចការរបស់វិជ្ជបណ្ឌិតគ្មានព្រំដែនខ្ញុំអានពីកិច្ចការយើងមើលពេលកើតកូវីដដំបូងណាអ្នកណារៀបចំឲ្យកូវីដឆ្លងពេញពិភពលោកគេមិននាំតែចោតចិនគេដល់ចិនហ្នឹងជាប្រភពអូមកពីស្អីក្រុងវូហានអីអត់ទេអ្នកណាយកមេរោគទៅដាក់នៅវូហានមិនមែនចិនណាមកពីណាណីនេះតាហើយចុះអ្នកណាដែលមិនព្រមប្រកាសភាពអាសន្នពិភពលោកអង្គការសុខភាពពិភពលោកអត់ប្រកាសភាពអាសន្នរហូតដល់អាមេរោគនឹងឆ្លងអញ្ចឹងមានន័យថាអង្គការពិភពលោកក៏នៅក្រោមចវាយចំណែកអាចិនគ្រាន់តែមានឈ្មោះអាក្រក់ទេចំណែកមេរោគដែលយកទៅដាក់មិនមែនចិនវាបង្កើតណាពិភពលោកនេះគឺអស្ចារ្យណាស់និយាយទៅមុខទៀតលែងបាននិយាយទៅគេបិទប៉ោះចុយម៉ាយលែងបាននិយាយសភៅមួយថាសេចក្តីសារភាពនៃចៅសេដ្ឋកិច្ច John Perkins ឈ្មោះវា John Perkins